បន្តចូលមកដល់សំណួរទី131បាទពាក្យមួយដែលអង្គការខ្មែរក្រហមច្រើនប្រើចំពោះមនុស្សគ្រប់គ្នានោះគឺបាទគឺពាក្យថាសមមិត្តបាទសមមិត្តណាបងប្អូនពាក្យហ្នឹងគឺគេប្រើចំពោះមនុស្សទូទៅតែម្ដងនៅក្នុងចំនួនហ្នឹងណាបាទតទៀតសំណួរទី132តើផែនការ4ឆ្នាំរបស់បកកុម្មុយនីសកម្ពុជាអនុវត្តពីឆ្នាំណាដល់ឆ្នាំណាផែនការ4ឆ្នាំរបស់បកកុម្មុយនីសកម្ពុជាអនុវត្តពីឆ្នាំ1977ដល់ឆ្នាំ1980តែមិនបានសម្រេចនោះទេព្រោះសម័យនេះត្រូវដួលរលំទៅវិញនៅឆ្នាំ1979បាទបន្តតើផែនការ4ឆ្នាំរបស់បកកុម្មុយនីសកម្ពុជាតម្រូវឲ្យប្រជាជនធ្វើស្រែឲ្យបាន1ហិកតាបាទប៉ុន្មានតោនបាទអញ្ចឹងគោលនយោបាយរបស់គេគឺគេតម្រូវឲ្យប្រជាពលរដ្ឋធ្វើស្រែឲ្យបាន1ហិកតា3តោនបាទ1ហិកតា3តោនអញ្ចឹងចំនួននោះ1ហិកតា3តោនលំបាកណាស់បងប្អូនពីព្រោះធ្វើដោយដៃបាទគ្រប់យ៉ាងហើយគឺលំបាកបាទលំបាកมันដូចបច្ចុប្បន្ននេះដែលមានគ្រឿងចាក់មានថ្នាំកសិកម្មមានជីគ្រប់សពបែបយ៉ាងពូជអីផ្សេងៗអញ្ចឹងទៅប្រព័ន្ធធារាសាស្ត្ររៀងល្អជាងមុនបើចំនួននោះគឺលំបាកណាស់បាទលំបាកក្នុងការធ្វើឲ្យដល់ផែនការហើយនេះក៏ជាហេតុមួយដែលនាំឲ្យមានការបង្អត់អាហារបាទហើយមកជំនួសដោយបបរវល់វែកដើម្បីតម្រូវឲ្យបានគ្រប់តាមផែនការរបស់អង្គការនេះឯងយើងបន្តសំណួរទៀតតើពួកខ្មែរក្រហមបានបែងចែកវណ្ណៈសង្គមជាប៉ុន្មានអញ្ចឹងសម័យប៉ុលពតគឺបែងចែកវណ្ណៈសង្គមជា2គឺពួកប្រជាជនមូលដ្ឋាននិងប្រជាជនថ្មីប្រជាជនមូលដ្ឋាននេះសំដៅដល់ប្រជាជនដែលគាត់រស់នៅបាទទឹកដីទីកន្លែងនោះមុនថ្ងៃ17មេសាដល់ពេលប្រជាជនថ្មីមានន័យថាប្រជាជនដែលជំនះចេញពីទីក្រុងឬទីប្រជុំជនផ្សេងៗក្រោយថ្ងៃ17មេសាខ្លះណាគេហៅថាប្រជាជនពួក17មេសាក៏បានដែរអញ្ចឹងគេបែងចែកជា2ហើយប្រជាជនថ្មីឬពួក17មេសានេះគឺទទួលរងនឹងការធ្វើបាបធ្វើទុកបុកម្នេញខ្លាំងជាងប្រជាជនមូលដ្ឋានឬប្រជាជនចាស់បាទបន្តតើការបោះឆ្នោតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យប្រព្រឹត្តទៅនៅពេលណាអញ្ចឹងសម័យនេះមានការបោះឆ្នោតដែរបាទប៉ុន្តែបើយើងគិតមែនទែនទៅគឺជាការបោះឆ្នោតមួយដែលឯកបៈទេបាទមានន័យថាក្រោមការគ្រប់គ្រងរបស់ប៉ុលពតដដែលទេអញ្ចឹងការបោះឆ្នោតនោះប្រព្រឹត្តទៅនៅថ្ងៃទី20ខែមីនាឆ្នាំ1976បាទ1976បន្តតើពាក្យស្លោកដែលពួកបនបល័យពូជសាសប៉ុលពតតែងប្រើចំពោះប្រជាជនថ្មីឬក៏ប្រជាជន17មេសាគឺពាក្យថាទុកមិនចំណេញដកចេញមិនខានបងប្អូនឃើញទេបាទពាក្យនេះហើយដែលជាការប្រមាថដល់ជីវិតមនុស្សទុកមិនចំណេញដកចេញមិនខានបងប្អូនមើលមកគឺមានន័យសម្លាប់ទៅមិនបាច់នៅគិតច្រើនណាពាក្យហ្នឹងបាទដល់ទៀតតើពាក្យវិសុទ្ធកម្មមានន័យដូចម្ដេចអញ្ចឹងពាក្យថាវិសុទ្ធកម្មគឺការចម្រាញ់បាទយកមនុស្សបដិវត្តសុទ្ធមានន័យថាគេព្យាយាមធ្វើម៉េចបោះសម្អាតពួកចក្រពត្តិឬក៏ពួកដែលក្បត់នឹងអង្គការដោយអ្នកណាដែលសង្ស័យគឺគេសម្លាប់ចោលឬចាប់បញ្ជូនទៅឃុំឃាំងនៅបាទស21តែម្ដងបន្តទៀតមន្ទីរសន្តិសុខដែលយើងហៅថាគុកតួស្លែងណាបងប្អូនបាទមន្ទីរសន្តិសុខគុកថ្នាក់ខ្ពស់បំផុតក្នុងសម័យកម្ពុជាប្រជាធិបតេយ្យមានឈ្មោះថាមន្ទីរស21ឬគុកតួស្លែងណាបាទនេះបាទមន្ទីរស21ឬគុកតួស្លែងតើមន្ទីរសន្តិសុខ21ស21គ្រប់គ្រងដឹកនាំដោយអ្នកណាអញ្ចឹងគ្រប់គ្រងដឹកនាំគឺដោយលោកសុនសេនបាទគ្រប់គ្រងដឹកនាំដោយលោកសុនសេនបាទប៉ុន្តែមន្ទីរសន្តិសុខស21នេះមើលការខុសត្រូវណាបងប្អូនប្រយ័ត្នច្រឡំសំណួរមើលការខុសត្រូវដោយកាំងកិច្ចអ៊ីវហៅដូចបាទកាំងកិច្ចអ៊ីវហៅដូចអញ្ចឹងមានន័យថាជាប្រធានជាអ្នកដឹកនាំធំគឺសុនសេនហើយអ្នកគ្រប់គ្រងចាត់ការនៅក្នុងមន្ទីរហ្នឹងគឺបាទលោកដូចបាទអញ្ចឹងបងប្អូនយើងឆ្លើយសំណួរត្រឹមប៉ុណ្ណេះសិនបងប្អូនយើងអាចកត់ត្រាទុកហើយយើងខំមើលខំបន្តិចទៅអញ្ចឹងបងប្អូនយើងចង់រៀនបាទសូមចុះឈ្មោះចូលរៀនឲ្យតាន់ជាមួយគេមកបាទយើងចាប់ផ្ដើមចូលរៀននៅដើមឆ្នាំ2026នេះបន្តទៀតហើយចឹងបងប្អូនស្រុកចុះឈ្មោះចូលរៀនណាបាទបើយើងចង់ពង្រឹងអភិវឌ្ឍសមត្ថភាពប្រឡងលើទម្រង់គុយសអឹមនិងទម្រង់បកស្រាយយកទៅត្រៀមឲ្យត្រូវឲ្យចំអរគុណច្រើនបងប្អូនចាំជួបគ្នានៅភាគបន្តទៀតបាទ